បោះជំហានដើរចូលទៅក្នុងអាហារដ្ឋានមួយក្នុងស្ថានភាពហេវហត់ព្រោះគាត់គ្មានអាហារសម្រន់គាត់ផ្ទះជាច្រើនថ្ងៃមកហើយគាត់សម្លឹងឃើញបុរសម្នាក់កំពុងអង្គុយនៅតុមួយដែលបន្សល់ទៅដោយចំណីអាហារបរិភោគមិនអស់ស្ត្រីអភ័ព្វដើរទៅជិតហើយសួរទៅកាន់បុរសនោះថាក្មួយប្រុសក្មួយអាចឲ្យខ្ញុំសុំហូបចំណីដែលនៅសល់ទាំងនេះបន្តិចបន្តួចបានទេខ្ញុំនឹងមិនភ្លេចគុណក្មួយប្រុសឡើយបុរសចងចិញ្ចើមសម្លឹងដូនចាស់ហើយគ្រវីក្បាលព្រមទាំងបកដៃធ្វើសញ្ញាបណ្ដេញដូនចាស់ឲ្យទៅឆ្ងាយទៀតផងដូនចាស់បោះជំហានដើរចេញដោយនឹកនៅក្នុងចិត្តថាក្នុងលោកនេះពិតជាគ្មានសល់មនុស្សល្អទេឬសូម្បីតែកូនខ្ញុំក៏ពួកវាបោះបង់ចោលខ្ញុំដែរក្រោយពេលដែលខ្ញុំបានលះបង់សម្រាប់ពួកវាអស់ហើយដើរទៅបានបន្តិចដូនចាស់ក៏ប្រទះឃើញយុវជនប្រុសស្រីពីរនាក់កំពុងទទួលទាននៅតុមួយនាជ្រុងម្ខាងដូនចាស់ពោលតិចៗទៅកាន់ពួកគេទាំងពីរតើចៅទាំងពីរមានសល់ម្ហូបអាហារណាឲ្យយាយសុំបន្តិចបន្តួចបានទេពួកគេគ្រវីក្បាលហើយឆ្លើយលោកយាយសំណល់ម្ហូបទាំងនេះវាតិចតួចណាស់លោកយាយកុំយកវាអីដូនចាស់សម្លឹងម្ហូបអាហារនៅសល់ដែលបុគ្គលិកអាហារដ្ឋានកំពុងប្រមូលទុកដោយក្រសែភ្នែកសោកស្ដាយគាត់គិតនៅក្នុងចិត្ត2ថ្ងៃមកហើយដែលគាត់ពុំបានទទួលទានអ្វីសូម្បីតែបន្តិចបើថ្ងៃនេះគាត់ពុំមានអ្វីបំពេញក្រពះទេគាត់ប្រកាសជាពុំអាចទ្រាំទ្របានទៀតឡើយស្ត្រីអភ័ព្វបោះជំហានដោយក្តីអស់សង្ឃឹមជាមួយនឹងភាពស្រេកឃ្លានដែលកំពុងទន្ទ្រានក្នុងរាងកាយនិងអារម្មណ៍របស់គាត់ជាមួយគ្នានោះដែរក៏មានដៃមួយបានមកទាញដូនចាស់ឲ្យទៅអង្គុយនៅតុមួយហើយនិយាយថាពួកខ្ញុំមិនចង់ឲ្យលោកយាយពិសាម្ហូបអាហារដែលនៅសល់ទេដូចនេះពួកខ្ញុំក៏បានឲ្យគេរៀបចំម្ហូបមួយពេលសម្រាប់លោកយាយថ្ងៃនេះនិងឲ្យគេវិខ្ចប់បន្ថែមជូនលោកយាយសម្រាប់បរិភោគបាន2ថ្ងៃបន្តទៀតដូនចាស់សម្លឹងកញ្ចប់ម្ហូបចំណីនៅក្នុងដៃយុវជនប្រុសស្រីទាំងពីរនាក់ដែលគាត់បានសុំចំណីនៅសល់ពីពួកគេអំបញ្ញមិញទាំងកែវភ្នែកពោពេញទៅដោយក្តីអំណរនិងការដឹងគុណដូនចាស់រលីងរលោងទឹកភ្នែកអោនកាយគោរពទឹកចិត្តដ៏ជ្រះថ្លារបស់ក្មេងប្រុសស្រីទាំងពីរដែលកំពុងបោះជំហានដើរចេញពីអាហារដ្ឋានអ្នកណាថាលើលោកនេះគ្មាននៅសល់មនុស្សល្អទៀតគឺពិតជាខុសហើយគ្រាន់តែមនុស្សល្អពិបាករកនិងមិនសម្បូរដូចជាមនុស្សអាក្រក់តែប៉ុណ្ណោះ